MasterChef Cambodia កាលពីសប្តាហ៍មុនអ្នកដែលឈ្នះវគ្គប្រអប់អសម្បាចុងក្រោយនារដូវកាលទី4នេះគឺណាវីការដែលពួកគាត់ធ្លាប់តែខ្លាចបងលក្ខស្មីប៉ុណ្ណាមានខ្លួនហើយកញ្ញាគាត់ត្រូវតែខ្លាចខ្ញុំខ្លាំងជាងបងលក្ខស្មីទៀតបងកញ្ញាចិត្តហើយអីបងខ្ញុំធ្លាប់ញ៉ាំ ravioli ច្រើនដងហើយប៉ុន្តែនេះមិនមែនជា ravioli ដែលខ្ញុំធ្លាប់ញ៉ាំនោះទេចា៎ទីបេក្ខជន MasterChef ខ្ញុំចង់ឃើញចេះច្នៃប្រឌិតឲ្យច្រើនជាងទៀតមិនបានតែប៉ុណ្្នឹងមកទេកញ្ញានិងបូរ៉ានឹងត្រូវជំរុញជាមួយក្នុងកម្មវិធីនៅសប្តាហ៍នេះកាន់តែប្លែកអាហារពេលល្ងាចបែបរ៉ូម៉ាន់ទិកដ៏អស្ចារ្យជាមួយភ្ញៀវលំដាប់ VIP ការប្រកួតជាក្រុមថ្ងៃនេះជាការផ្ដល់ឱកាសដ៏កម្រដល់អ្នកទាំងអស់គ្នាដែលមានក្តីសុបិនចង់ក្លាយទៅជាចុងភៅអាជីព That's exciting. And I'm very hungry. តែស្កាឡប់មកជាងជៀនពួរអីភ្ញៀវ VIP ស្ដាប់បានទេយកតាមមកទៀតចាំណាប្រហូតដល់ល្អសាបាត់យកទៅឲ្យភ្ញៀវគេទៅញ៉ាំណាលេណាម៉ៃឡាថ្ងៃហ្នឹងយើងខំប្រឹងដើម្បីចូល top 5ដល់អូខេជឿជាក់បងឃើញចំហាយ top 5ហីហើយថាហាន់អីគេស្កាឡប់មិញមានហាន់អីទៀតទេហើយថាក្រាលអីគេមុនហ្នឹងបងការធ្វើការងារក្រុមលើកនេះគឺកំណត់ជោគវាសនាពួកខ្ញុំថាតើអាចចូល top 5បានអត់រសជាតិអ្នកចម្អិនហូបតាមផ្ទះឥឡូវដល់ពេលមកញ៉ាំដូចស្មៅតែកាយ5presentation ស្អាតសូមនៅតែបន្តតាមដានដំណើរស្វែងរកម្ចាស់ជ័យលើកភី MasterChef Cambodia រដូវកាលទី4ជាមួយនឹងប្រាក់រង្វាន់200លានរៀលនិងឱកាសក្លាយជាចុងភៅអាជីពនៅសន្តាគារផ្កាយ5 Hyatt Regency ភ្នំពេញតែសារពេលហ្នឹងបងឯងធ្វើម្សៅអត់កើតខ្ញុំមិនថាបងឯងបើសិនជាមានក្រុមមានបញ្ហាគឺមកពីបងឯងហើយឥឡូវបងឯងធ្វើម្សៅបានដល់ពេលហ្នឹងតែខុសលើហើយនិយាយស្រួលបួអលីសាឯងនៅថ្ងៃអាទិត្យសប្តាហ៍នេះវេលាម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ភាពរំជើបរំជួលនេះឧបត្ថម្ភផ្ដាច់មកដោយតែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Ripple Filter